ប៉ុន្តែមានរឿងមួយដែលជាបញ្ហារបស់ខ្ញុំនោះខ្ញុំអត់ចង់ធ្វើជាគ្រូកង្វៀលទេហើយខ្ញុំក៏បានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់យ៉ាងខ្លាំងដើម្បីសួរព្រះអង្គថាតើខ្ញុំត្រូវធ្វើអ្វីនៅពេលនោះព្រះអង្គក៏បានបើកសម្ដែងកិច្ចការមួយឲ្យខ្ញុំគឺឲ្យខ្ញុំនិពន្ធបទចម្រៀងដើម្បីនឹងសរសើរដំណើរព្រះជាម្ចាស់ហើយនឹងក្លាយជាអ្នកដែលដឹកនាំសរសើរដំណើរព្រះជាម្ចាស់ផងដែរហើយខ្ញុំក៏បានសម្រេចចិត្តទៅរៀននៅទីក្រុងភ្នំពេញបន្តទៀតផ្នែក composer អស់រយៈពេល2ឆ្នាំហើយខ្ញុំក៏បន្តថ្នាក់អនុបណ្ឌិតអស់រយៈពេល4ឆ្នាំផ្នែក worship leader ដែលដឹកនាំសរសើរដំណើរព្រះជាម្ចាស់ហើយនិពន្ធនោះផងដែរហើយនៅពេលដែលខ្ញុំបានរៀនខ្ញុំក៏មាននិមិត្តនឹងព្រះអង្គដែលព្រះអង្គបានបើកសម្ដែងមកកាន់ខ្ញុំនោះគឺព្រះអង្គឲ្យខ្ញុំបានសរសេរបទចម្រៀងដែលជាអាល់ប៊ុមកំផែងទីក្រុងយេរូសាឡឹមហើយខ្ញុំកំពុងតែសរសេរវាហើយខ្ញុំជឿជាក់ថាបទចម្រៀងខ្ញុំនឹងលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាផងដែរនៅចុងឆ្នាំ2022ខ្ញុំបានបែកបាក់ជាមួយនារីម្នាក់ដែលខ្ញុំស្រឡាញ់ហើយខ្ញុំបានទទួលការឈឺចាប់យ៉ាងខ្លាំងហើយកំឡុងពេលនោះផងដែរខ្ញុំកំពុងតែសេសារណាហើយខ្ញុំសរសេរអត់កើតសរសេរអត់រួចហើយនៅពេលនោះខ្ញុំក៏បានទទួលការស្ដីបន្ទោសពីសាស្ត្រាចារ្យរបស់ខ្ញុំហើយខ្ញុំបានបាក់ទឹកចិត្តយ៉ាងខ្លាំងក្នុងកំឡុងពេលនោះហើយនៅកន្លែងដែលខ្ញុំធ្វើការខ្ញុំទទួលសម្ពាធជាច្រើននៅពេលនោះខ្ញុំហាក់បីដូចជាឯកាខ្លាំងមែនទែននៅពេលនោះហើយខ្ញុំក៏បានកើតជំងឺ depression ហើយមានរឿងរ៉ាវមួយទៀតដែលខ្ញុំជួបគឺម៉ាក់របស់ខ្ញុំបានចាញ់បោកគេហើយអស់លុយជាច្រើនហើយបញ្ហានោះក៏កើតឡើងទាំងព្រមសូមញ៉ាំទឹកតិចទៅទឹកចូលដល់សាច់បាទរឿងរ៉ាវបញ្ហានោះបានកើតឡើងទាំងព្រមជាមួយគ្នាហើយខ្ញុំពិបាកចិត្តខ្លាំងមែនទែនហើយខ្ញុំក៏សួរព្រះអង្គថាតើព្រះអង្គនៅទីណាព្រះអង្គអត់ជួយទូបង្គំទេព្រះអង្គទុកទូបង្គំនៅម្នាក់ឯងខ្ញុំពិតជាឯកាខ្លាំងណាស់ហើយខ្ញុំឈឺចាប់ខ្ញុំស្រក់ទឹកភ្នែកនៅកំឡុងពេលនោះផងដែរខ្ញុំជិះម៉ូតូនៅពេលដែលខ្ញុំជិះម៉ូតូគឺខ្ញុំតែងតែស្រក់ទឹកភ្នែកនៅពេលដែលខ្ញុំជិះម៉ូតូហើយខ្ញុំចង់ទៅកន្លែងមួយគឺខ្ញុំមិនអាចទៅដល់កន្លែងហ្នឹងទេខ្ញុំពេលខ្លះខ្ញុំជិះហួសទីកន្លែងហ្នឹងពីព្រោះខ្ញុំគិតអំពីបញ្ហានៅក្នុងជីវិតរបស់ខ្ញុំច្រើននៅពេលដែលខ្ញុំជិះម៉ូតូហើយខ្ញុំគិតនៅពេលនោះខ្ញុំក៏បានផ្លឹកហើយខ្ញុំក៏បានជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ហើយខ្ញុំអត់បានស្លាប់ទេខ្ញុំអរគុណព្រះអង្គខ្លាំងមែនទែនព្រះអង្គបានទុកជីវិតរបស់ខ្ញុំដើម្បីនឹងនគររបស់ព្រះជាម្ចាស់នៅពេលដែលខ្ញុំបានជួបរឿងរ៉ាវបញ្ហានៅក្នុងជីវិតខ្ញុំជាច្រើននេះខ្ញុំបានរកវិធីដោះស្រាយវាខ្ញុំបានទៅជួបជុំមិត្តភ័ក្តិដោយការញ៉ាំស្រាហើយខ្ញុំពិតជាសប្បាយប៉ុន្តែបន្ទាប់ពីខ្ញុំឈប់ញ៉ាំជាមួយមិត្តភ័ក្តិខ្ញុំហើយនៅពេលនោះខ្ញុំគិតពីបញ្ហាទៀតហើយខ្ញុំជារៀងរាល់ថ្ងៃខ្ញុំតែងទៅលេងបាល់នៅពេលដែលខ្ញុំទៅលេងបាល់នៅពេលនោះខ្ញុំអត់គិតពីបញ្ហាខ្ញុំគិតអំពីតែបាល់ទេប៉ុន្តែនៅពេលដែលខ្ញុំបញ្ចប់ការលេងបាល់
ខ្ញុំចាប់ផ្ដើមគិតអំពីបញ្ហាខ្ញុំទៀតអញ្ចឹងបញ្ហានៅក្នុងជីវិតរបស់ខ្ញុំហ្នឹងវាធ្វើឲ្យខ្ញុំហ្នឹងពិបាកចិត្តធ្វើឲ្យខ្ញុំគិតច្រើនហើយបញ្ហាដែលធំបំផុតនោះដែលខ្ញុំធ្វើឲ្យខ្ញុំគិតច្រើនហើយធ្វើខ្ញុំមិនអាចបំភ្លេចបានគឺម៉ាក់របស់ខ្ញុំចាញ់បោកគេហើយនៅពេលនោះផងដែរក្រុមគ្រួសាររបស់យើងហាក់បីដូចជាមានរឿងរ៉ាវដែលចាប់ផ្ដើមស្អប់គ្នាខឹងគ្នាអន់ចិត្តគ្នាទៅវិញទៅមកនោះហើយគឺជាបញ្ហាដែលខ្ញុំអត់អាចបំភ្លេចបានហើយខ្ញុំចេះតែគិតច្រើនអំពីបញ្ហានោះផងដែរ